នេះគឺជាដំណើរដ៏អស្ចារ្យនៃការវិវត្តរបស់មនុស្សបានចាប់ផ្ដើមឡើងតាំងពី1000លានឆ្នាំមុនពីជីវិតកោសិកាតែមួយនៅក្នុងមហាសាគររហូតដល់ទៅ520លានឆ្នាំមុនបានលេចចេញជាសត្វ Branchiostoma ដែលជាបុព្វបុរសដំបូងៗនៃសត្វមានឆ្អឹងកងជំហានដ៏ធំមួយបានកើតឡើងនៅ360លានឆ្នាំមុនជាមួយនឹងសត្វ Ichthyostega ដែលអាចរស់នៅទាំងក្នុងទឹកនិងលើគោកបន្តដែលសត្វល្មូនដំបូងៗដែលជា Hylonomous 300លានឆ្នាំមុនការវិវត្តទៅជាធនិកសត្វដំបូងៗបានចាប់ផ្ដើមជាមួយនឹង Trinasodon 245លានឆ្នាំមុននិង Morganocodon 200លានឆ្នាំមុនដែលមានរូបរាងដូចជាកណ្ដុរបន្ទាប់ពីសម័យ Dinosaur បុព្វបុរសសត្វស្វា Purgatorius បានលេចឡើង66លានឆ្នាំមុនដែលនាំទៅដល់អំបូរស្វាដំបូងៗដូចជា Proconsul 20លានឆ្នាំមុនការផ្លាស់ប្ដូរដ៏សំខាន់ឆ្ពោះទៅរកមនុស្សគឺ Australopithecus afarensis 3.8លានឆ្នាំមុនដែលជាអំបូរដំបូងគេដែលដើរដោយជើងពីរតាមពីក្រោយដោយ Homo habilis 2.5លានឆ្នាំមុនដែលចេះប្រើឧបករណ៍ថ្មបន្ទាប់មកគឺ Homo erectus 1.9លានឆ្នាំមុនមានរាងកាយខ្ពស់ត្រង់និង Homo heidelbergensis 600,000ឆ្នាំមុនជាអ្នកប្រមាញ់ដ៏ស្ទាត់ជំនាញជាចុងក្រោយគឺ Homo sapiens មនុស្សយើងសពថ្ងៃដែលបានលេចខ្លួនឡើងនៅ300,000ឆ្នាំមុនដោយចេះគ្រប់គ្រងភ្លើងនិងបង្កើតសិល្បៈរហូតវិវត្តមកជាមនុស្សសម័យទំនើបក្នុងឆ្នាំ2025ដែលធ្វើយើងឆ្ងល់ថាតើការវិវត្តបន្ទាប់នឹងទៅជាយ៉ាងណា